ជាឱកាសដ៏មានតម្លៃថ្លៃថ្នូរចូលរួមក្នុងអង្គពិធីរៀបចំជប់លៀងចូលឆ្នាំថ្មីប្រពៃណីជាតិហេតុដូច្នេះក្នុងកម្មវិធីរបស់យើងខ្ញុំធ្វើខ្លីៗឲ្យទៅតាមកាលៈទេសៈសូមលោកយាយលោកតាបៀមីងមិត្តភក្តិទាំងឡាយសូមមានការស្ងប់ស្ងៀមបន្តិចដើម្បីធានឱកាស10នាទីដើម្បីគាត់ខ្ញុំរៀបចំកម្មវិធីឲ្យទៅតាមលំដាប់លំដោយហើយមានការខ្វះចន្លោះត្រង់នេះណាសូមឲ្យមានការយោគយល់ហើយនឹងកប់វល់ដោយយើងបល់ដល់ថ្លៃថ្នូរដើម្បីគាត់ខ្ញុំដល់ការពិសូដ្ឋទៅឆ្នាំជាបន្តទី1សូមគោរពអញ្ជើញលោកគ្រូព្រឹទ្ធាចារ្យទាំង8រូបមានរៀបរៀងអ្នកដូចតទៅទី1សូមគោរពអញ្ជើញលោកគ្រូចៅអូនទី2សូមអញ្ជើញលោកគ្រូវីទី3សូមគ្រូពូជីទី4សូមអញ្ជើញគ្រូមេទី5សូមអញ្ជើញគ្រូជឿងទី6សូមអញ្ជើញគ្រូមូនទី7សូមអញ្ជើញគ្រូលេងទី10សូមអញ្ជើញលោកគ្រូបងរ៉ែនហេតុដូច្នេះសូមអញ្ជើញលោកគ្រូទាំង8អីកិត្តិយសនៅលើឆាកដើម្បីកាត់អីកិត្តិយសនៅលើឆាកហើយជាបន្តសូមគោរពអញ្ជើញបងសាវ៉ែនហើយនឹងបងសំឡើងមកជូនអំណោយទៅដល់លោកគ្រូព្រឹទ្ធាចារ្យទាំង8រូបសូមគោរពអញ្ជើញសូមគោរពព្រមជើងលោកបងសំពីខាងស្ដាំហើយទៅឯមកពីខាងទ្វីសូមគោរពជើងចាំផងឲ្យកាន់ទ្វីតំតោសូមអញ្ជើញស្វែងទៅនឹងបងសំជូនអំណោយទៅដល់លោកគ្រូព្រឹទ្ធាចារ្យលោកដែលមានសគុណដ៏ធំធេងចំពោះកូនចៅយើងច្រើនដំណរមកហើយហេតុដូច្នេះគាត់ពេលវេលានេះគាត់បានចូលនិវត្តន៍មិនអាចបំភ្លេចគុណនៅគុណបការៈគុណចំពោះគាត់ដែលបង្ហាត់បង្រៀនកូនចៅយើងពីយូរមកហើយហើយជាបន្តមកជូនអំណោយរួចស្រេចសូមគោរពនឹងអញ្ជើញលោកគ្រូរ៉ែមានហៅថាចំណាប់អារម្មណ៍លោកអង្គពិធីក៏ខ្ញុំរៀបចំនឹងដូចដែរសូមបងសូមគោរពនឹងអញ្ជើញសូមគោរពអ្នកគ្រូអ្នកតាហើយនឹងសូមគោរពអ្នកគ្រូហើយនឹងគ្រូទាំងអស់បានអញ្ជើញយើងខ្ញុំមកចូលរួមពិធីអបអរសាទរក្នុងបន្ទូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិនេះយើងខ្ញុំលោកគ្រូទាំងអស់មានចាក់ថ្ងៃដល់បំផុតមានមួយទាំងអស់មានការសាមគ្គីគ្នារួមអញ្ជើញយើងខ្ញុំទាំងអស់មកចូលរួមក្នុងពិធីនេះហើយដូច្នេះតែយើងខ្ញុំសូមតំណាងឲ្យលោកគ្រូអ្នកគ្រូទាំងអស់ហើយនឹងក្មួយទាំងអស់យើងលើកចូលរួមលើកទីនេះលើកទី3ដែរខ្ញុំចូលលើកទី3ហេតុដូច្នេះខ្ញុំសូមតំណាងឲ្យលោកគ្រូព្រឹទ្ធាចារ្យតែចាស់ទាំងអស់សូមសតិពរជ័យនិងបួងសួងដល់សកទេវរាជផ្ដាច់ទេវតាក្នុងឆមាវចរសួរជួយបីបាច់ថែរក្សាសុខុមាលភាពរបស់លោកគ្រូអ្នកគ្រូក្មួយបានមកចូលរួមទាំងអស់ហើយនឹងសូមផ្ដាំផ្ញើសួរសុខទុក្ខដល់គ្រួសារមួយទាំងអស់ចូលរួមពិធី បិណ្ឌចូលថ្មីប្រពៃណី
របស់ជនជាតិខ្មែររបស់យើងឆ្នាំ2025ក្នុងឱកាសនេះហេតុដូច្នេះយើងខ្ញុំតំណាងឲ្យគ្រូទាំងអស់មានសេចក្តីរំភើបហេតុដូច្នេះទៀតមួយយើងត្រូវចាំឲ្យធ្វើម៉េចមួយថ្ងៃមានជីវភាពវាមានលូតលាស់ឡើងដូចជាព្រះសម្មាសម្ពុទ្ធក៏លោកសម្ដែងថាសាមគ្គីព្រះមុនីត្រសើរឆ្លោះគ្នាបណ្ដើពុំប្រសើរស្មើជុំម្នាក់ពូកែម្នាក់ឯងយូរឯងមានពលណាស់ពូកែច្រើនណាស់ក្រមានហេតុដូចនេះមួយទាំងអស់អញ្ជើញយើងខ្ញុំយកមកជប់លៀងក្នុងពេលនេះមានការសាមគ្គីចំរើអស់ខ្ញុំសូមតំណាងឲ្យលោកគ្រូគូសួងដល់សកាទេវរាជស្ដេចទេវតាក្នុងធម្មវត្តសួរឆ្នាំថ្មីនេះឲ្យគ្រូទាំងអស់បានជួបប្រទះតែពុទ្ធពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈបលៈ8គ្រាហើយសូមអរគុណសូមគ្រប់ជាបន្តទៅប្រសូមអញ្ជើញបណ្ឌិតវ៉ែនមានហៅថាយោបល់ដើម្បីតបស្នងអរគុណចំពោះដល់លោកយាយលោកតាប្រជាចាហើយព្រមបងប្អូនមិត្តភក្តិដែលបានជាមកចូលរួមជុំមានយោបល់ខ្លីៗអរគុណជាទីបានសុខគ្រប់ដល់យើងជាពិសេសសូមគ្រប់លោកគ្រូទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះហើយយើងខ្ញុំទាំងអស់គ្នានឹងសប្បាយចិត្តណាស់រីករាយដល់មែនទែនដែលបងប្អូនកាត់នៅពេលវេលាចំណាយពេលដែលសំខាន់ដែលបានចូលរួមកម្មវិធីនេះហើយអ្នករដូវចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើងខ្ញុំក៏គ្មានស្អីក្រៅពីពាក្យពេចន៍មួយជូនទៅដល់បងប្អូនទាំងអស់ព្រមទាំងលោកគ្រូទាំងអស់គឺជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈក៏3គ្លេងទៀតឡើយសូមអរគុណហើយសូមអរគុណដល់អ្នកគ្រូលោកគ្រូប្រជាចាទាំងអស់សូមចូលទៅកាន់កៅអីដើម្បីសម្រួលនៅអេរិយាបថហើយសូមអរគុណដល់បងសំជាដើមដែលគាត់មានថាជួយនឹងការឧបត្ថម្ភចំពោះក្រុមរៀបចំឲ្យខ្ញុំដែលមានតម្លៃបំផុតដើម្បីរៀបចំកម្មវិធីនឹងឲ្យបានស្រួលហើយដោយបានអូឡាវិកអតិថិធម្មហើយជាម្ដងទៀតជាបន្តមកទៀតយើងខ្ញុំសូមថ្លែងអំណរអគុណដល់ប្រធានដល់បងប្អូនយាយតាបងប្អូននាមីហើយមិត្តភក្តិទាំងឡាយប្រុសស្រីដែលបានចូលរួមក្នុងឱកាសនេះដើម្បីញ៉ាំងកម្មវិធីបិណ្ឌចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យមានអូឡាវិកអតិថិធម្មមានការខូចគួងអំពីពាក្យសម្ដីនឹងអេរិយាបថណាមួយសូមបងប្អូនមិត្តភក្តិយើងទាំងឡាយខន្តីអភ័យទោសចំពោះគ្នាដល់ការពិសូចន៍ដើម្បីរៀនសូត្រហើយនឹងការរៀបចំហើយការរៀបចំរបស់យើងខ្ញុំមិនមានការធ្លុះដល់ទីកន្លែងដែរសូមបងប្អូនអោយយោបល់ដើម្បីបំពេញយោបល់នោះដើម្បីបំពេញឲ្យយើងខ្ញុំថាតកែប្រែរៀបចំម៉េចឲ្យសមគួរទៅតាមតួនាទីបុណ្យប្រពៃណីជាតិហើយជាផ្សេងដល់ទៀតសូមគោរពនឹងអញ្ជើញបងប្អូនដែលថាចង់មានចិត្តស្នេហាសិល្បៈសូមចុះទៅតាមលេខរៀងបងប្អូនទាំងឡាយទទួលបន្ទុកខាងចុះឈ្មោះចូលទៅតាមទឹកហើយរៀបចំឲ្យមានសណ្ដាប់ក្រាបប្រទៀបរៀបរយសូម